ជាដំបូងសូមគោរពទៅដល់លោកគ្រូអ្នកគ្រូនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រទាំងអស់ថ្ងៃនេះខ្ញុំមានប្រធានបទនិយាយអំពីការ configure ទៅលើឧបករណ៍ MikroTik តែក្នុងនោះវាមានតែចេញជា4ចំណុចទី1ការបង្កើត bridge ទី2ការដាក់ port ទៅកាន់ bridge និងទី3ការដាក់ IP address ទៅកាន់ bridge mode និងចំណុចចុងក្រោយការបង្កើត DHCP server ឥឡូវយើងទៅអនុវត្តផ្នែកទី1របស់គ្នាការបង្កើត bridge បានចូលទៅកាន់ bridge bridge វាដូចជាការចង port ចាប់ពី2 port ឡើងទៅឲ្យខ្លាយទៅជាមួយ port តែចំពោះ MikroTik គេមិនហៅជា port ចឹងទេគេហៅ bridge ហៅមួយ bridge គេហៅជា bridge មិន bridge គេហៅជា bridge វាងាយស្រួលជាងការដាក់ IP តាមរយៈ interface នេះចឹងឥឡូវយើងទៅបង្កើត bridge ទាំងអស់គ្នាចូលឡើង bridge new កន្លែងនេះយើងដាក់ទី1លោកគ្រូឲ្យដែលលោកគ្រូបានទៅឲ្យទី1បង្កើត IT department និង accounting First attempt. Bring ចុច apply ឬ OK ហើយបន្ទាប់យើងចុច new មួយទៀតដើម្បីបង្កើត accounting បន្ទាប់យើងទៅដាក់ port ទៅកាន់ bridge port លេខ2និង port លេខ3ដាក់ទៅកាន់ IT department ហើយយើងទៅ add port អស់នេះចូលឡើង port នេះហើយចុច new កន្លែង interface នេះយើងជ្រើសរើសយក ether 2ហើយចុច apply រួច OK ហើយយើងដាក់នេះហើយវាអាចនឹងដាច់ដោយសារថាយើងបាន configure ទៅលើ port ដែរយើងបានដោនហើយបន្ទាប់យើងចុច new នេះបាច់នេះយើងជ្រើសរើសទៅ port លេខ3កន្លែង bridge នេះយើងបាច់ដូរទេបន្ទាប់ដូរទេយក IT department ទៅរួច apply អូខេចុច new មួយទៀតដាក់ទៅកាន់ port លេខ4កន្លែង bridge នេះយើងត្រូវដូរទៅជា accounting វាអូខេ new មួយទៀតport លេខ5 bridge ទៅជា accounting ចំពោះ port និង bridge យើងបានបង្កើតរួចហើយអស់ហើយអញ្ចឹងយើងទៅមើលមួយទៀតការដាក់ IP address ទៅលើ bridge mode អញ្ចឹងយើងចូលទៅកាន់ទៅយើងមកចូលឡើង IP address កន្លែងចុច new កន្លែងនេះដាក់ node មកហើយកន្លែងនេះដាក់ IP 128.133.8ចុចហើយកន្លែងនេះជ្រើសរើសយក IT department ចុច apply រួចអូខេចុច new មួយទៀតដើម្បី add ទៅ accounting ចូលហើយសុំ copy កន្លែង interface យើងជ្រើសរើសយក accounting apply អូខេadd IP យើង add ហើយអស់ហើយអញ្ចឹងទៅមើលបញ្ជាក់បន្តការបង្កើត DHCP server ហើយយើងទៅបង្កើតអស់គ្នាចូលឡើង IP DHCP server ជ្រើសរើសនេះកន្លែង DHCP setup កន្លែង DHCP server interface នេះយើងជ្រើសរើសយក IT department ដែលយើងបង្កើត bridge មិនតាមវា port លេខ2លេខ3មិនហ្នឹងហើយចុចលេខមកមួយទៀត connector កន្លែងនេះ
kêu out đi chú kêu out đi exclude bị muối đo 50 ចឹងកន្លែងយើងដាក់ពី51វិញទៅដល់ពី54សម្រាប់ exclude នេះពី1ដល់50មានន័យថាពី1ទៅដល់50ហ្នឹងគេទុកវាជា DHCP server ជា IP DHCP នៃពី51ទៅដល់ពី54នេះគេចាត់ទុកពីធ្វើជា static IP អញ្ចឹងហើយ include មានន័យថាពី1ទៅដល់50ជា DHCP ចំណែកពី51ទៅដល់ពី54ជា static IP អញ្ចឹងយើងចុចនឹងកន្លែង DNS server យើងជ្រើសយើងដាក់តាមគ្រូវិញចុចនេះកន្លែង lead time ហ្នឹងយើងជ្រើសរើសយក3ម៉ោងតែលោកគ្រូក៏បានកំណត់ប៉ុណ្ណឹងចុចយើងចុចនៅទៀតមកកន្លែង lead time នេះមានន័យថារាល់មួយ device វាត្រូវវាមានរយៈពេល3ម៉ោងក្នុងការ release IP ម្ដងកន្លែង release time នេះ lead time នេះអញ្ចឹងយើងចុច set up មួយទៀតកន្លែងនេះយើងដូរទៅជា counting ម្ដងចុច next ទៀតកន្លែងនេះមើលដូចគ្នាដែរកន្លែងនេះខុសគ្នាពី1ទៅដល់100វិញកន្លែងនេះចុចដាក់ពី101វិញមកដោយសារពី1ទៅដល់100ជាDHCP គេ include មានន័យចឹងinclude មានន័យថាពី1ទៅដល់100ហ្នឹងគេទុកវាដើម្បីធ្វើជា DHCP អញ្ចឹងកន្លែងនេះយើងអត់នេះទេយើងត្រូវដាក់ពី101ទៅដល់254វិញអញ្ចឹងចុចនេះទៀតកន្លែង DNS យើងត្រូវអានវាចុចនេះកន្លែង lead time ដូចគ្នាដែរដាក់3ម៉ោងជាហើយឥឡូវយើងចូលទៅផ្ទះជុំចៃហើយគឺមកកតិចរបស់ IP ទៅកាន់មកកាន់កុំព្យូទ័រយើងហើយប៉ុន្តែជុំចៃហើយជុំវាបាន IP មកកតិចវាបានបោះ IP ពី1ទៅដល់ពី101ទៅដល់254អញ្ចឹងមានន័យថាត្រូវហើយកន្លែងនេះមានន័យថាត្រូវហើយឥឡូវយើងសាកតេស្តឥឡូវយើងតេស្តទៅផតលើ port ទី4វិញម្ដងឥឡូវដកពី port លេខ2ចូល port លេខ4វិញមក4ក៏បានលេខ5ក៏បាន
ពី account វាមានប៉ុណ្នេះឥឡូវចូលមើលថ្លៃចូលមើល CMD វាដូចគ្នាអត់IP config ប៉ុណ្ណឹងជោគជ័យហើយអញ្ចឹងការអនុវត្តលំហាត់ midterm របស់ខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងសូមអរគុណសូមជម្រាបលា